ទងមតិជាមួយយុវជនជាមួយពលរដ្ឋមកពីគ្រប់គណៈបកគឺយើងទទួលបានការគាំទ្រគ្រប់សំបីអ្នកគាំទ្រគណៈបកប្រជាជនក៏ចាំបានដែរយុវជនអ្នកគាំទ្រគណៈបកប្រជាជនក៏គាត់ចាំបានដែរហើយអ្វីដែលគាត់ចង់បានបំផុតគឺចំណុចទី5គាត់ចង់ឃើញបេក្ខជននាយករដ្ឋមន្ត្រីឡើងជជែកគ្នាអានេះគឺជាលទ្ធផលនៃការស្ទាបផ្ទុំមតិដែលយើងស្ទាបផ្ទុំជាមួយនឹងក្រុមយុវជននិស្សិតនៅក្នុងវេទិកាបណ្ដុះបណ្ដាលភាពជាអ្នកនយោបាយហើយយើងបញ្ចេញក្រុមយុវជនបៃតងយើងធ្វើការស្ទាបផ្ទុំមតិជាសាធារណៈមិនត្រឹមតែអ្នកគាំទ្រគណៈបកអំណាចខ្មែរទេសូម្បីតែយុវជនក្រុមនិស្សិតអ្នកសិក្សាដែលគាំទ្រគណៈបកប្រជាជនក៏គាត់ចង់ឃើញលោកហ៊ុនសែនឡើងវេទិកាសាធារណៈជជែកជាមួយនឹងបេក្ខជននាយករដ្ឋមន្ត្រីមកពីបកដទៃដែរដូច្នេះយើងជំរុញឲ្យពួកគាត់ថាបើចង់ឃើញអញ្ចឹងគាត់ត្រូវជំរុញមេបកនិងបេក្ខជនក្នុងបករបស់គាត់ឲ្យមានសេចក្តីក្លាហានកុំឲ្យក្លាហានពូកែឈរនិយាយតែម្នាក់ឯងឲ្យក្លាហានពូកែឈរនិយាយមានគេមានឯងហើយមានសំណួរសួរជាសាធារណៈអាហ្នឹងបានជាអ្នកមានសមត្ថភាពទេពកោសល្យពិតប្រាកដប៉ុន្តែចំណុចនេះក៏មានគណៈបកខ្លះគាត់ថាបកអំណាចខ្មែររបស់សួនសេរីថាធ្វើចង់កេងចំណេញពីព្រោះហៅគេហៅឯងឲ្យឡើងជជែកតទល់គ្នានឹងព្រោះចង់បានចំណេញខ្ញុំថាធម្មតាទេអ្នកឆ្លាតគឺចំណេញអ្នកល្ងងគឺខាតពីព្រោះដំណាក់កាលនេះមិនមែនជាដំណាក់កាលដែលយកកភ្លើងទៅបាញ់គ្នាយកតបងទៅវាយគ្នាឬយកភាសាអសុរោះទៅឈរជេរបចោនេះទេតែជាដំណាក់កាលដែលមេដឹកនាំត្រូវបង្ហាញសមត្ថភាពនៃគំនិតដំណោះស្រាយរបស់ខ្លួនថាតើបើខ្លួនដឹកនាំប្រទេសខ្លួនមានដំណោះស្រាយអីដើម្បីឲ្យពលរដ្ឋស្ដាប់ដើម្បីឲ្យពលរដ្ឋយកទៅពិចារណាមុននឹងពលរដ្ឋញ៉ាសេចក្តីសង្ឃឹមនិងផ្ញើទំនុកចិត្តឲ្យដឹកនាំរដ្ឋាភិបាលអញ្ចឹងបើខ្លួនគ្មានសមត្ថភាពបើខ្លួនធ្លាប់ធ្វើខុសបើខ្លួនមានកំហុសហើយមិនកែឡើងមកជជែកគឺចាញ់ហើយគឺចាញ់ហើយអត់ចំណេញទេប៉ុន្តែទោះយ៉ាងណាបើមានវេទិកានេះបានកើតឡើងហើយការទាមទារនេះបានជោគជ័យអ្នកដែលចំណេញច្រើនជាងគេបង្អស់គឺពលរដ្ឋខ្មែរមិនមែនខ្ញុំចំណេញមិនមែនគណៈបកអំណាចខ្មែរចំណេញទេគឺពលរដ្ឋខ្មែរចំណេញត្រង់ថារើសបានមនុស្សដែលមានសមត្ថភាពមានគុណភាពយកទៅដឹកនាំស្រុកមិនមែនរើសបានមនុស្សចោលម៉ាស៊ីនអសមត្ថភាពទៅដឹកនាំស្រុកដូចរាល់ថ្ងៃទេដូច្នេះចរន្តនឹងវាទៅហើយការទៀមទាឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេសមានសិទ្ធិបោះឆ្នោតឥឡូវនេះកំពុងតែរុញទៅម្ដងទាំងសហគមន៍អន្តរជាតិក៏ជំរុញគោជបក៏កំពុងតែពិភាក្សាកិច្ចការហ្នឹងហើយគេពិភាក្សាកិច្ចការហ្នឹងគេថាឥឡូវដើម្បីសម្រួលរៀបចំឲ្យមានមណ្ឌលបោះឆ្នោតនៅព្រំដែនខ្ញុំថាអត់ទទួលយកទេត្រឹមរៀបចំឲ្យមានមណ្ឌលបោះឆ្នោតច្រើននៅព្រំដែនមិនអាចទទួលយកបានដាច់ខាតពីព្រោះបើរៀបចំមណ្ឌលបោះឆ្នោតនៅព្រំដែនគេនឹងយកលេសរៀបចំមណ្ឌលបោះឆ្នោតនៅព្រំដែនយួនដូចគ្នាហើយយើងរំពឹងគិតថយក្រោយមើលយួននៅក្នុងបញ្ជីឈ្មោះបោះឆ្នោតមានច្រើនស្រាប់យើងកំពុងទាមទារលុបចោលអត់ព្រមជជែករឿងហ្នឹងទេហើយស្រាប់កើតមណ្ឌលបោះឆ្នោតនៅជីដែនទាំងយួនទាំងខាងយួនទាំងខាងសៀមអាយួននៅស្រុកយួននោះរឹតតែងាយស្រួលចូលបោះឆ្នោតទៀតហើយមួយទៀតយើងចង់បញ្ជាក់ថាខ្មែរនៅក្រៅប្រទេសមិនមែននៅតែស្រុកសៀមទេគឺនៅកូរ៉េនៅអាមេរិកនៅកាណាដានៅបារាំងឥឡូវប្រទេសដាកានោះមកចុះកិច្ចសន្យាយក 30,000 នាក់ទៅទៀតហើយអញ្ចឹងបើយក 30,000 នាក់ពីឥឡូវទៅ2018ដល់បាត់ 30,000 សម្លេងទៀតហើយយើងអត់យកដាច់ខាតអាការណាដែលធ្វើសម្រាប់ចំណេញនយោបាយរបស់ពួកយួននិងពួកអាយ៉ងយួននៅភ្នំពេញយើងអត់ទទួលយកទេប៉ុន្តែបើកិច្ចការណាចំណេញដល់ជាតិខ្មែរដល់ពលរដ្ឋខ្មែរយើងទទួលយកឥឡូវចរន្តនៃការទាមទារឲ្យមានបេក្ខជនយុរដ្ឋមន្ត្រីឡើងជជែកគ្នាក៏ទៅមុខដែរពីព្រោះយុវជនដែលគាំទ្រគ្រប់គណៈបកគឺគាត់សម្ដែងការចង់ឃើញបេក្ខជនយុរដ្ឋមន្ត្រីឡើងជជែកគ្នា
សំបីតែយុវជនអ្នកគ្រប់គ្រងគណៈបកសង្គ្រោះជាតិក៏ដែរប៉ុន្តែមេដឹកនាំសង្គ្រោះជាតិវាកំសាមេដឹកនាំគណៈបកប្រជាជនវាកំសាគ្រប់បកទាំងអស់កាលណាហៅឡើងជជែកនេះគឺមេនឹងកំសាជាងមេមន់ទៀតកុំថាកំសាដូចមន់បើកំសាដូចមន់អត់ត្រូវកំសាជាងមេមន់ទៀតព្រោះមេមន់ដល់វាច្រាស់កូនវាយើងទៅលេងកូនវាការពារកូនវាណាតែពួកនេះកំសាជាងមេមន់ទៀតបាទហើយប្រើភាសានិយាយថាសុទ្ធតែគេនឹងចង់កេងចំណេញសួរកេងចំណេញអីឡើងជជែកទៀតដើម្បីរកដំណោះស្រាយឲ្យជាតិឡើងជជែកទៀតដើម្បីបង្ហាញសមត្ថភាពឲ្យពលរដ្ឋជ្រើសរើសហើយជាពិសេសអ្នកគ្រប់គ្រងរបស់អស់លោកនៅក្រៅប្រទេសរស់នៅបារាំងរស់នៅអាមេរិកតែគេរើសប្រទេសគេមានដឹកនាំប្រទេសគេរើសយ៉ាងម៉េចហើយយើងប្រហែលឆ្នាំហើយដែលទម្លាប់រើសមេដឹកនាំនឹងរើសបេក្ខជនរបៀបបកនិយមហើយលុបបំបត្តិចោលនៅប្រជាធិបតេយ្យបែបពលរដ្ឋនិយមអញ្ចឹងកំណើតនៃការកកើតគណៈបកអំណាចខ្មែរវត្តមានគណៈបកអំណាចខ្មែរនៅក្នុងប្រទេសគឺមិនមែនជាវត្តមានធ្វើនយោបាយសម្រាប់បង្ក្រប់កិច្ចសម្រាប់បង្ក្រប់ទឹកឲ្យនរណាទេគឺជាវត្តមានរបស់គណៈបកនយោបាយមួយដែលធ្វើនយោបាយមានបេសកកម្មគឺទាមទារធ្វើឲ្យពលរដ្ឋឈ្នះបើមានទាំង5ហ្នឹងទី1អ្នករៀបចំការបោះឆ្នោតត្រឹមត្រូវឯករាជ្យមិនមែនជាគោលការណ៍របស់គណៈបកនយោបាយទី2លុបឈ្មោះយួនទាំងអស់ចេញពីបញ្ជីបោះឆ្នោតទី3ឲ្យខ្មែរនៅក្រៅប្រទេសទាំងអស់មានសិទ្ធិបោះឆ្នោតទី4ឈប់ឲ្យគណៈបកតែងតាំងបេក្ខជនឲ្យពលរដ្ឋលើកស្នើបេក្ខភាពឡើងទី5បេក្ខជននាយករដ្ឋមន្ត្រីត្រូវបានកំណត់អាណត្តិដូចគ្នានិងបេក្ខជននាយករដ្ឋមន្ត្រីឡើងជជែកបង្ហាញសមត្ថភាពនេះបើមាន5ចំណុចនេះមិនមែនគណៈបកអំណាចខ្មែរឈ្នះទេពីព្រោះសេរីភាពនៅក្នុងការជ្រើសរើសនៅតែពលរដ្ឋអ្នកសម្រេចចុងក្រោយដូច្នេះយើងទាមទារបាន5ចំណុចនេះបើសិនជាមាន5ចំណុចនេះបកណាទទួលបានការទុកចិត្តពីពលរដ្ឋទៅដឹកនាំរដ្ឋាភិបាលក៏ពលរដ្ឋឈ្នះដែរហើយនយោបាយបេសកកម្មនយោបាយដែលយើងនិយាយថាធ្វើនយោបាយដើម្បីពលរដ្ឋឈ្នះនេះក៏សុំបើកវិចោបញ្យលទៅអ្នកបន្លំមួយចំនួនដែរអ្នកបន្លំមួយចំនួនគាត់បកកែបន្លំណាគាត់ថាគណៈបកអំណាចខ្មែរធ្វើនយោបាយកំណត់បេសកកម្មថាធ្វើនយោបាយឲ្យពលរដ្ឋឆ្នះអញ្ចឹងមានពលរដ្ឋឡើងធ្វើនាយករដ្ឋមន្ត្រីគ្រប់គ្នាហើយអានេះគឺជាក្រុមគិតដែលប្រើគំនិតខួរក្បាលលេងលិមុខបើសិនជាអ្នកដែលគិតប្រើគំនិតខួរក្បាលសុទ្ធគេអត់គិតអញ្ចឹងគេអត់បន្លំស្ថានភាពអញ្ចឹងទេខ្ញុំគ្រាន់តែបកស្រាយបញ្យល់ថាពាក្យថាពលរដ្ឋឈ្នះមិនមែនពលរដ្ឋរាប់លានអ្នកឡើងធ្វើនាយករដ្ឋមន្ត្រីទេតែពលរដ្ឋរាប់លានអ្នកនោះធ្វើជាចៅហ្វាយរបស់នាយករដ្ឋមន្ត្រីម្នាក់ដែលអាចបញ្ជានាយករដ្ឋមន្ត្រីបានដែលអាចទាមទារសេវាកម្មពីនាយករដ្ឋមន្ត្រីបានមិនមែននាយករដ្ឋមន្ត្រីជាអ្នកបញ្ជាសង្កត់សង្កិនជិះជាន់ពលរដ្ឋដោយរាល់ថ្ងៃទេអានេះគឺថាបេសកកម្មសម្រាប់ពលរដ្ឋឈ្នះហ្នឹងហើយចំពោះចក្ខុវិស័យវិញ vision statement political vision statement ចក្ខុវិស័យនយោបាយរបស់គណៈបកអំណាចខ្មែរគឺធ្វើនយោបាយដើម្បីឲ្យពលរដ្ឋហ៊ានប្រើអំណាចសម្រាប់ជោគវាសនាជាតិនិងការពារមាតុភូមិខ្មែរអញ្ចឹងយើងមាន3កលៈទី1ឲ្យពលរដ្ឋហ៊ានប្រើអំណាចទី2ឲ្យពួកគាត់សម្រាប់ជោគវាសនាជាតិបានដោយអំណាចរបស់គាត់ទី3ឲ្យគាត់អាចការពារមាតុភូមិបានដោយអំណាចរបស់គាត់អញ្ចឹងឆ្លើយតបទៅនឹងចំណុចមួយដំណាក់កាលទី1ឲ្យគាត់ហ៊ានប្រើអំណាចយើងធ្វើម៉េចគឺប្រាប់បញ្យលអប់រំឲ្យពលរដ្ឋស្គាល់ថាគាត់មានអំណាចដឹងថាគាត់មានអំណាចរាល់ថ្ងៃនេះអ្នកនយោបាយនឹងបកច្រើនណាស់ដែលកំពុងតែបន្លំភាសានយោបាយដើម្បីឲ្យពលរដ្ឋវង្វេងឲ្យខ្លាចគេដើរនិយាយប្រាប់ថាពលរដ្ឋអត់អំណាចទេជួយឲ្យបកគេឈ្នះសិនចាំគេឈ្នះចាំគេយកអំណាចមកចែកឲ្យពលរដ្ឋគេគិតថាអំណាចគឺជាអំណោយដែលគេអាចវិចខ្ចប់យកមកចែកឲ្យពលរដ្ឋបានតែតាមពិតអំណាចមិនមែនជាអំណោយ
ដែលអ្នកនយោបាយណាម្នាក់អាចវិចោបច្ច័យពលរដ្ឋបានទេអំណាចគឺជាអំណាចរបស់ពលរដ្ឋដែលមានតាំងពីថ្ងៃកើតដល់ថ្ងៃស្លាប់គ្មាននរណាលួចបានទេប៉ុន្តែបើអ្នកហ្នឹងដឹងថាខ្លួនឯងមានអំណាចហើយហ៊ានប្រើអំណាចអានេះបានអាចទាមទារអ្វីដែលខ្លួនចង់បានប៉ុន្តែបើមិនដឹងថាខ្លួនឯងមានអំណាចអត់ហ៊ានប្រើអំណាចហើយពេលហ៊ានប្រើអំណាចខ្វះអ្នកដឹកនាំដើម្បីដឹកនាំការប្រើអំណាចរបស់ពលរដ្ឋឈានដល់គោលដៅអាហ្នឹងគឺអត់អាចទទួលបានទេនៅក្នុងប្រទេសខ្មែរមិនមែនពលរដ្ឋទាំងអស់សុទ្ធតែអត់ដឹងថាខ្លួនឯងមានអំណាចទេមួយចំនួនគាត់បានដឹងថាខ្លួនគាត់មានអំណាចទេគាត់ចេញមកគាត់តស៊ូប្រើអំណាចរបស់គាត់ប៉ុន្តែគាត់ខ្វះមេដឹកនាំដែលហ៊ានដឹកនាំគាត់ប្រើអំណាចទាមទារឲ្យបានសម្រេចដល់គោលដៅវាមានតែមេបង្គាប់បញ្ជាពួកអាមេបង្គាប់បញ្ជានេះគឺបង្គាប់អង្គុយបញ្ជាតែអត់ដែលដឹកនាំធ្វើអ្វីមួយពិតប្រាកដដល់គោលដៅទេអញ្ចឹងយើងមានកម្មវិធីអប់រំសិទ្ធិនយោបាយ